ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ website Dara SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនទាំងគ្នាអំពីរបៀប boost follower ទៅលើ profile របស់ Facebook ជាដំបូងគឺតម្រូវបងប្អូនទាំងគ្នាបើក follower ទៅលើ profile Facebook របស់អ្នកទាំងគ្នាសិនទើបអាចធ្វើការ boost បានហើយដោយការ boost នឹងគឺគ្រាន់តែតម្រូវបងប្អូនទាំងគ្នាមាន link របស់ Facebook នឹងគឺយើងអាចធ្វើការ boost បានហើយអ្នកទាំងគ្នាឥឡូវយើងចាប់ផ្ដើមធ្វើការ boost ទាំងអស់គ្នាដែលជាដំបូងខ្ញុំសូមធ្វើការចូលមកកាន់កន្លែងប៊ូតុងចុច3នឹងមកហើយយើង copy linkអូខេអ្នកគ្នាពេលនេះគឺខ្ញុំបានធ្វើការ copy link រួចរាល់ហើយបន្តទៀតមកយើងចូលមកកាន់ website របស់យើងតែម្ដងគឺជា website Dara SMM ឥឡូវនេះខ្ញុំសូមធ្វើការចូលទៅតាម Google Chrome ដើម្បីយើងធ្វើការចូលទៅកាន់ website Dara SMM ហើយបន្តទៀតយើង search website របស់យើងតែម្ដងគឺជា website Dara SMM ហ្នឹងអូខេនេះគឺជា website Dara SMM នៅខាងលើគេហ្នឹងឥឡូវខ្ញុំសូមធ្វើការចូលទៅលើវាតែម្ដងអូខេអ្នកគ្នានេះគឺជា dashboard របស់ website Dara SMM ដែលខ្ញុំបានធ្វើការ login ចូលរួចរាល់ហើយនៅពេលដែលខ្ញុំធ្វើការ login ចូលរួចរាល់វានឹងចេញទម្រង់បែបនេះហើយសម្រាប់បងប្អូនណាដែលមកថ្មីដែលមិនទាន់ដឹងពីរបៀប login ចូលក៏ដូចជាពីរបៀបដាក់លុយចូលខ្ញុំនឹងធ្វើការដាក់ link នៅខាងក្រោម description ដើម្បីបងប្អូនទាំងគ្នាអាចចូលទៅទស្សនាពីរបៀប login ចូលជាដើមឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងចាប់ដើមធ្វើការ boost ទាំងអស់គ្នាដែលជាដំបូងគឺយើងចុចទៅលើ subchat របស់ Facebook មកឬក៏ logo របស់ Facebook ដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់វានឹងទេហើយបន្តទៀតអ្នកទាំងគ្នា scroll ដល់មកខាងក្រោមមកយើងមើលកន្លែង category គឺជាប្រភេទរបស់វាដែលយើងចុចចូលនឹងទៅបងប្អូនទាំងគ្នានឹងឃើញមានជាច្រើនប្រភេទដែលតាក់ទងទៅនឹង Facebook បងប្អូនទាំងគ្នាអាចរកមើលបានប្រភេទមួយណាដែលបងប្អូនទាំងគ្នាកំពុងតែមានតម្រូវការគឺបងប្អូនទាំងគ្នាអាចធ្វើការជ្រើសរើសបានប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមមកធ្វើការបង្ហាញបងប្អូនទាំងគ្នាអំពី Facebook profile follower អញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសប្រភេទខាងលើគេតែម្ដងហើយបន្តមកទៀតមកគឺជា service នឹងគឺជាសេវាកម្មរបស់វាអ្នកទាំងគ្នាដែលយើងចុចចូលនឹងទៅដែលបងប្អូនទាំងគ្នានឹងឃើញមានច្រើនសេវាកម្មឲ្យបងប្អូនទាំងគ្នាជ្រើសរើសបងប្អូនទាំងគ្នាក៏អាចអានតាម description របស់វានឹងបានបងប្អូនទាំងគ្នាពេញចិត្តលើសេវាកម្មមួយណាគឺបងប្អូនទាំងគ្នាអាចធ្វើការជ្រើសរើសបានតម្លៃរបស់វាគឺធូរថ្លៃមែនទេអ្នកទាំងគ្នាអាចមើលបាន 1k តម្លៃ 1k គឺតម្លៃគឺមិនដល់$1ផងអ្នកទាំងគ្នាឥឡូវនេះខ្ញុំសូមធ្វើការរកមើលសេវាកម្មណាមួយដើម្បីធ្វើការ boost ចែកជូនពុកម៉ែបងប្អូនទាំងគ្នាទស្សនាអូខេអ្នកគ្នាខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មដែលមានលេខ ID ទី4394តែម្ដងដែលគេនិយាយថា Facebook All Tap Profile Page Follower វៀតណាមសេវាកម្មហ្នឹងអ្នក follower ហ្នឹងគឺមកពីវៀតណាមអ្នកទាំងគ្នាហើយក្នុងមួយថ្ងៃគឺយើងអាចដាក់វាបានចំនួន 5k follower អ្នកទាំងគ្នាហើយ instant នេះនៅពេលសេវាកម្មនេះនៅពេលយើងធ្វើកម្មវិធីទិញជោគជ័យវានឹងដំណើរការចូលមកកាន់ profile Facebook របស់យើងភ្លាមៗតែម្ដងហើយ refill របស់គេគឺរហូតដល់30ថ្ងៃអ្នកទាំងគ្នាគឺរយៈពេលធានារបស់គេហើយតម្លៃរបស់វាវិញគឺ 1k តម្លៃត្រឹមតែ 0.56 សេនទេតម្លៃល្អមែនទេអ្នកទាំងគ្នាតម្លៃគឺធូរថ្លៃមែនទេឥឡូវខ្ញុំសូមធ្វើការចុចជ្រើសរើសលើសេវាកម្មមួយនេះតែម្ដងហើយបន្តទៀតមកគឺ link ហ្នឹងគឺជា link profile របស់យើងដោយសារតែខ្ញុំបានធ្វើការ copy link រួចរាល់ហើយអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមធ្វើការផាសចូលតែម្ដងហើយឥឡូវខ្ញុំសូមបញ្ជាក់អ្នកទាំងគ្នាបន្តិចទៀតអាកន្លែង follower ហ្នឹងបងប្អូនទាំងគ្នាត្រូវតែបើកឲ្យគេទើបយើងអាចធ្វើការបូកបានអ្នកទាំងគ្នាបើក follower ឲ្យគេទើបយើងអាចធ្វើការបូកបានហើយបន្តមកទៀតមកគឺជា quantity ហ្នឹងគឺជាចំនួនដែលយើងត្រូវធ្វើការបញ្ជាទិញហ្នឹងតើនឹងបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនអរគ្នាអាចសរសេរដាក់ចូលពីចន្លោះនឹងមកដែលគេនិយាយថា minimum វាពីចំនួន100រហូតដល់1លានច្រើនមែនទេអ្នកទាំងគ្នាគឺដល់ចំនួន1លានបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនអរគ្នាអាចដាក់ចូលបានឥឡូវខ្ញុំសូមធ្វើការដាក់ចំនួនតែ500ទេបងប្អូនអរគ្នាហើយ500គឺយើងអស់លុយត្រឹមតែ 0.28 សេនទេតម្លៃគឺធូរថ្លៃមែនទែនឥឡូវបន្ទាប់ពីខ្ញុំបានធ្វើការបំពេញខាងលើរួចហើយខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងដើម្បីធ្វើការបញ្ជាទិញអូខេអ្នកគ្នាពេលនេះគឺខ្ញុំបានធ្វើការបញ្ជាទិញជោគជ័យហើយនៅពេលដែលធ្វើការបញ្ជាទិញជោគជ័យគេនឹងចេញទម្រង់បែបនេះឲ្យយើងហើយនេះគឺជាវិក័យប័ត្រសម្រាប់ឲ្យយើងផ្ទៀងផ្ទាត់មើលដូចជាលេខ ID service link អីចឹងទៅបងប្អូនអ្នកគ្នា
អូខេអ្នកគ្នាពេលនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចម្ងល់តាណាដែលមិនទាន់ច្បាស់អ្នកនរគ្នាក៏អាចមើលវីដេអូនេះសាកឡើងវិញបានអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ